អស្ចារ្យណាស់ដែលចាប់បានត្រីខ្យាធំនេះអាចអួតបានមួយជីវិតហើយផ្ញើវីដេអូឲ្យខ្ញុំផងខ្ញុំត្រូវកែសម្រួលបន្តិចដើម្បីផុសក្នុង Facebook ប្រវែង 1.29 ម៉ែត្រទម្ងន់ពេញ7គីឡូក្រាមអូអស្ចារ្យណាស់បងត្រីពូធំមែនបំបែកកំណត់ត្រាខ្ញុំហើយផុសទៅល្បីជាក់ជាមិនខានបងមិនកុហកមែនយប់នេះមកមិនខាតពេលទេនៅមានត្រីធំជាង20គីឡូទៀតប្រហែលជាតួឯកដែលពូបួតពីមុនហើយពិតជាអស្ចារ្យអបថតរូបមួយសន្លឹកមកត្រីធំមែនបើជាត្រីប្រាវិញប្រហែល15គីឡូដែរថៅកែជួយថតឲ្យខ្ញុំ2រូបផងត្រីនេះល្អណាស់កុំឲ្យវាស្លាប់ឲ្យសោះឆាប់ប្រឡែងចូលអាំងវិញទៅបងអ្នកខាងនោះក៏ប្រឡែងដែរទៅខ្ញុំចាំឲ្យពូធ្លាប់ខកចិត្តរឿងត្រីតែថ្ងៃនេះចាប់បានត្រីជាង5គីឡូក៏រំសាយចិត្តបានខ្លះដែរទោះមិនមែនជាត្រីខ្លួនឯងចាប់បានតែវាជាត្រីក្នុងអាំងនេះដែរបានពីតួនេះក៏សំតាមបំណងដែរច្បាប់ថ្មីនេះការពារផលប្រយោជន៍អ្នកនេសាទនិងគិតគូរដល់អ្នកដែលចង់យកត្រីខ្លះទៅហូបទំហំណាក៏តម្លៃ3ដូចគ្នាសមរម្យណាស់តម្លៃនេះមិនត្រឹមតែចាប់បានត្រីទេថែមទាំងចំណេញទៀតថែមទាំងអាចចំណេញប្រាក់ទៀតការចាប់បានត្រីធំគឺជារឿងដែលអ្នកនេសាទគ្រប់រូបប៉ងប្រាថ្នាដូចពូយប់នេះអីចឹងចាំមើលស្ថានភាពសិនឥឡូវយកប៉ុណ្ណឹងសិនចុះមិនចឹងពួកឯងលួចពួកខ្ញុំជប់នេសាទហើយចុះថៅកែទៅណាត្រឡប់ទៅសម្រាប់ហើយទៅចុះចាំស្អែកខ្ញុំមកនេសាទបន្តទោះមិនមែនជាត្រីខ្ញុំចាប់បានតែបំណងសម្រេចហើយថ្ងៃស្អែករវល់ច្រើនទៀតសោតពោតក៏អស់ដែរខ្ញុំទៅសម្រាប់សិនហើយប្រយ័ត្នប្រយែងផងស្អែកព្រឹកជួបគ្នាពូបើត្រជាក់ឆាប់ទៅសម្រាប់ទៅចាំឲ្យប្អូន2នាក់នេះជួយមើលរបស់ឲ្យថៅកែពោតនៅសល់ក្នុងកញ្ឆេយកមកឲ្យខ្ញុំផងមើលទៅត្រូវរកបុគ្គលិកហើយយូឡានត្រូវមើលការខុសត្រូវរឿងម្ហូបនិងចាំមើលអាំងពេលខ្ញុំមិននៅមានត្រីដែរទៅមុខបើមនុស្សច្រើនត្រូវរកជំនួយការមែនឆេនហ្វឹងក្រោកឡើងមានគេមកច្រើនណាស់ស្លៀកពាក់បែបនេះមើលទៅពិតជាតាក់ទាញខ្លាំងណាស់នាងកំពុងមើលអីហ្នឹងស្អាតទេយូឡានតែងខ្លួនបែបនេះអ្នកណាមិនងាកមើលអ្នកមកដល់ហើយមានអ្នកនៅអាងខាងមុខនិងអាងខាងក្រោយកំពុងរកអ្នកយូឡានជួយប្រាប់គេឲ្យទៅអាងខាងក្រោយទាំងអស់ទៅខ្ញុំលាងមុខដុសធ្មេញសិនចាំទៅភ្លាមថ្ងៃនេះត្រូវធ្វើម្ហូបឲ្យអ្នកនេសាទទេចាំបន្តិចទៀតខ្ញុំរៀបចំឲ្យស្ដាប់សិនចាំខ្ញុំចតឡានសិនខ្ញុំទៅមុនហើយឯងចតឡានហើយចាំតាមមកត្រឡប់មកវិញសិនមានការអីមកនេះឃើញអ្នកពិបាកក្នុងព្រៃទើបខ្ញុំយកស្បៀងមកជូនមួយថ្ងៃសោះចេះយកចិត្តគ្នាដល់ហើយកំពុងរកទិញគ្រឿងទេសនិងម្ហូបសម្រាប់អ្នកមកនេសាទអីវ៉ាន់ទាំងអស់នេះជូនអ្នកតើអ្នករំភើបទេរំភើបណាស់កាលពីយប់ខ្ញុំខុសហើយកុំប្រកាន់អីខ្ញុំជួយយកទៅវិញហើយចាំខ្ញុំទៅនេសាទដែរជួយទៅទិញរបស់នៅផ្សារផងគាត់ព្រមទៅដោយមិនស្ទាក់ស្ទើរទទួលលុយហើយក៏ជិះឡានទៅបាត់ពិតជាស្ដាប់បង្គាប់មែនមិនទាន់ទាំង7ព្រឹកផងមានមនុស្សមកជិត30នាក់ម្ចាស់ហាងពួកយើងមកនេសាទរងចាំអ្នកយូរហើយច្បាប់នេសាទបដូរហើយយកបានត្រឹម3គីឡូទេកុំនិយាយច្រើនចាប់ផ្ដើមបងលុយមកច្បាប់នេសាទបានប្រាប់ក្នុងក្រុមហើយខ្ញុំមិននិយាយច្រើនទេ$100ក្នុង1ម៉ោងយ៉ាងតិច5ម៉ោងបងលុយហើយចូលនេសាទបានខ្ញុំនេសាទ5ម៉ោងបងតាមទូរស័ព្ទបានទេកុំរុញគ្នាចាំនិយាយរឿងបាយផងខ្ញុំមានបាយ free សម្រាប់អ្នកនេសាទមិនដល់10នាទីអ្នករាល់គ្នាបានបងលុយរួចរាល់មាន33នាក់សរុបចំណូល$15,500ថ្ងៃនេះជាថ្ងៃដំបូងនៃការបើកអាជីវកម្មថ្ងៃនេះរកបានប៉ុន្មានយកចំណូលសរុបដកថ្លៃត្រីចេញនៅមានថ្លៃថែទាំនិងថ្លៃបុគ្គលិកទៀតប្រព័ន្ធនេះជួយឲ្យត្រីធំធាត់ដោយមិនបាច់ចំណាយថ្លៃចំណីត្រីពិតជាអស្ចារ្យប្រព័ន្ធក៏ជួយថែទាំគុណភាពទឹកដោយស្វ័យប្រវត្តិដែររំភើបណាស់អាចធ្វើឲ្យអាងទឹកនេះក្លាយជាកន្លែងកម្សាន្តលំដាប់ថ្នាក់ជាតិចំណាយប៉ុណ្ណេះចំណូលប្រចាំថ្ងៃអាចទប់ទល់បានមិនអីទេធ្វើបន្តិចម្ដងទៅ
សម្រេចគោលដោយអ្នកនេសាទថ្មី20នាក់បានយ៉ាងស្រួលមេឃភ្លឺហើយ7 2ព្រឹកហើយមិនទាន់ទៅទៀតម្ចាស់ហាងអ្នកមកហើយឲ្យខ្ញុំនេសាទបន្តិចទៀតចុះខ្ញុំទើបតែជាប់ត្រីធំជាង20គីឡូគួរឲ្យស្ដាយខ្ញុំទីមិនឡើងខ្ញុំលើកសំណាញ់មិនរួចទេអ្នកទាំងពីរចេះយោគយល់ផងចុះត្រីដែលអ្នកនេសាទបានទៅណាគាត់សុទ្ធតែប្រឡែងត្រីចោលអស់ហើយខ្ញុំដើរត្រួតពិនិត្យជុំវិញអាងដើម្បីកុំឲ្យមានរឿងអីកើតឡើងដល់ម៉ោង5 ល្ងាចទើបមានមនុស្សច្រើនទៀតមានមនុស្សសរុប40នាក់កំពុងនេសាទ